នៅពេលដែលយើងមានអារម្មណ៍ថាហេវហត់អស់កម្លាំងអីអញ្ចឹងចង់ញ៉ាំស៊ុបបែបស្រាលស្រាលដើម្បីឲ្យហត់ទៅមានអារម្មណ៍ថាបាច់ញើសស្រួលខ្លួនអីអញ្ចឹងគឺអាចមកធ្វើជាមួយនឹងស៊ុបជើងមាន់ម្ទេសខៀវនេះបានគឺពិតជាងាយស្រួលធ្វើមែនទែនហើយថែមទាំងបើកម្លាំងថែមទៀតផងនៅក្នុងហ្នឹងគឺយើងមានតែជើងមាន់កន្លះគីឡូមកដែលខ្ញុំទិញគេកន្លះគីឡូហ្នឹងគឺ6000រៀលប៉ុន្តែគឺអាចធ្វើស៊ុបបានមួយឆ្នាំងញ៉ាំគ្នាបានដល់តែ3-4នាក់ឯណោះហើយជើងមាន់នៅពេលយើងទិញមកយើងយកមកលាងទឹកអីសម្អាតឲ្យបានស្អាតបន្តមកទៀតគឺខ្ញុំបានយកជើងមាន់ហ្នឹងមកកាត់កញ្ចក់ចេញហើយនឹងយើងកាត់ទៅជា3ឬក៏ទៅជា2អាស្រ័យទៅតាមជើងមាន់របស់យើងហ្នឹងវែងឬក៏ខ្លីអញ្ចឹងទៅហើយនៅពេលដែលកាត់អីកញ្ចក់រួចរាល់ហើយខ្ញុំក៏បានជានៅកន្លែងខាងបាតជើងមាន់បន្តិចទៅណាដើម្បីឲ្យវារៀងចូលជាតិបានល្អអីអញ្ចឹងទៅហើយនៅពេលដែលយើងស្ងោរក៏វាបានឆ្អិនដល់ខាងក្នុងផងដែរពេលកាត់ជើងមាន់រួចរាល់ហើយគឺខ្ញុំបានដាក់ដាំទឹកធម្មតាហ្នឹងគឺចំនួន1ផ្តិលមកពេលដែលដាក់ដាំទឹកប្រព័ន្ធនឹងហើយខ្ញុំបានចាក់ជើងមាន់ដែលយើងបានកាត់រួចបាញ់មិញហ្នឹងចូលមកដាក់ស្ងោរពេលនេះគឺយើងដាក់ស្ងោរដើម្បីយើងជំរះនៅជើងមាន់យើងឲ្យបានស្អាតល្អសិនហើយចំណាយទឹកហ្នឹងគឺយើងអត់យកទៅធ្វើជាទឹកស៊ុបតែម្ដងទេហើយបាញ់មិញហ្នឹងគឺខ្ញុំក៏បានបង់អំបិលចូលបន្តិចដែរហើយពេលដែលទឹកពុះហើយយើងមើលទៅជើងមាន់រៀងឆ្អិនល្មមហើយគឺអាចស្រង់បានហើយនៅពេលហ្នឹងហើយចំណាយទឹកនេះគឺយើងនឹងត្រូវចាក់ចោលខ្ញុំក៏បានដាក់ដាំទឹកស្អាតចំនួន1ផ្តិលម្ដងទៀតហើយនឹងដាក់បន្ថែមជាមួយនឹងស្លឹកក្រូចគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមម្ទេសអញ្ចឹងទៅដើម្បីឲ្យទឹកស៊ុបរបស់យើងហ្នឹងគឺមានក្លិនឈ្ងុយដោយសារស៊ុបនេះគឺងាយមែនទែនហើយអត់ប្រើគ្រឿងផ្សំអញ្ញាច្រើនទេនៅពេលដែលទឹកពុះគឺខ្ញុំបានដាក់ជើងមាន់ដែលយើងបានស្ងោររួចបាញ់មិញហ្នឹងចូលមកហើយនៅក្នុងហ្នឹងខ្ញុំបានដាក់ទឹកត្រីគឺចំនួន1ស្លាបព្រាបាយម្សៅស៊ុបមាន់គឺចំនួន1ស្លាបព្រាកាហ្វេហើយនិងស្ករត្នោតគឺចំនួន1ស្លាបព្រាកាហ្វេខ្ញុំអត់យករសជាតិរៀងដិតពេកទេដោយសារតែស៊ុបនេះគឺយើងធ្វើជាលក្ខណៈហុតលេងបែបស្រាលស្រាលអញ្ចឹងរសជាតិស៊ុបរបស់យើងគឺបែបស្រាលស្រាលដូចគ្នាខ្ញុំបានដាក់ទឹកស៊ុបរបស់យើងហ្នឹងឲ្យបានពុះហើយខ្ញុំបានរងាស់ជើងមាន់នឹងរហូតតតែបានចេញជាតិហើយនឹងបានរាងផុយល្អទៅពេលដែលយើងញ៉ាំទៅគឺឆ្ងាញ់តែម្ដងហើយខ្ញុំក៏បានបន្ថែមស្លឹកខ្ទឹមហើយក៏ដូចជាម្ទេសខៀវហ្នឹងចូលទៅក្នុងនឹងដែរនិយាយថាវាមានក្លិនឈ្ងុយនោះដោយសារតែស៊ុបនេះហ្នឹងគឺមានក្មេងៗញ៉ាំដែរអញ្ចឹងខ្ញុំអត់បានបុកម្ទេសខៀវដាក់ទេប៉ុន្តែបើសិនបងប្អូនចង់ឲ្យកាន់តែមានរសជាតិឆ្ងាញ់ជាងនឹងទៀតគឺអាចបុកម្ទេសខៀវដាក់ចូលទៅក្នុងនឹងទៀតខ្ញុំធានាហ្មងថាហិលតិចឆ្ងាញ់នៅក្នុងនឹងតែម្ដងហើយស៊ុបនេះគឺងាយធ្វើមែនតើមើលតែប៉ុណ្្នឹងគឺរួចរាល់ហើយ